ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសម្រាប់ថ្ងៃនេះផងដែរគឺខ្ញុំមកចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបដាក់ខ្សែក្រវ៉ាត់លើចង្កេះរ៉ូបរបស់ខ្ញុំជាដំបូងគឺខ្ញុំកាត់7លេខមកសម្រាប់ខ្សែក្រវ៉ាត់តាមចិត្តបងប្អូនស្រឡាញ់ធំដាក់ធំស្រឡាញ់តូចដាក់តូចជាងនឹងទៅតែសម្រាប់ម៉ូដខ្សែចង្កេះរបស់ខ្ញុំនេះគឺខ្ញុំកាត់7លេខពេលដែលខ្ញុំញែកវាមកហើយគឺនៅសល់តែ3លេខទេខ្សែក្រវ៉ាត់ជាក់ស្ដែងរបស់ខ្ញុំហើយសម្រាប់ការដាក់បងប្អូនច្រឡងចង្កេះដែលយើងត្រូវដាក់ឲ្យហើយរួចរាល់មកណាទើបបានយើងយកខ្សែក្រវ៉ាត់ចង្កេះហ្នឹងទៅដេកជាន់ពីលើចំធ្នេរដែលយើងបានច្រឡងហើយបន្ទាប់ពីយើងដេកតាមនឹងហើយគឺកន្លែងប្រឡោះត្រង់នេះបងប្អូនគឺយើងសាប់មុខមួយផ្ដាច់អំបោះយើងទៅដេកតទៅមុខវិញយើងទុកប្រឡោះទៅនឹងចោលដើម្បីដាក់ខ្សែបូណាម៉ូដរបស់ខ្ញុំនេះវាមានខ្សែបូបើបងប្អូនអត់មានខ្សែបូទេគឺដេករហូតយកតែម្ដងមិនប្រឡោះទុកចោលអីចឹងទេបន្ទាប់ពីយើងដេកបែបនេះហើយគឺមានន័យថាយើងដាក់ចង្កេះរួចណាបងប្អូននេះយើងពលាវាចឹងមកហើយចំណុចនេះគឺយើងច្រឹបវាបន្តិចបងប្អូនដើម្បីញែកវាឡើងទៅលើកុំឲ្យវាខ្ទូងផងហើយដើម្បីយើងដេរខ្សែក្រវ៉ាត់ទៅអត់សកត់ទេណាហើយកន្លែងដែលយើងច្រឹបចេញនេះគឺយើងត្រូវទៅរូលកេះយកភ្លើងមករូលកុំឲ្យវាសាត់បន្ទាប់មកទៀតយើងយកមកជុលនឹងខ្ទាស់តិចទៅយើងហែកញែកវាឡើងលើដើម្បីយើងដាក់ខ្សែក្រវ៉ាត់របស់យើងច្រឡំដើម្បីយើងដាក់ថង់សពុតរបស់យើងកុំឲ្យវាជាន់ជាមួយនឹងខ្សែក្រវ៉ាត់របស់យើងហ្នឹងណាហើយសម្រាប់ការដាក់ថង់សំពត់ថង់រ៉ូបរបស់ខ្ញុំគឺខ្ញុំរកចំណុចកដាលបន្ទាប់ពីរកចំណុចកដាលហើយយើងដេរចេញពីកដាលហ្នឹងមកធ្នេរចំហៀងការពារបើសិនជាយើងកាត់ថង់សំពត់នៅថង់រ៉ូបនឹងសល់គឺវាត្រូវសល់ឲ្យសល់ស្មើគ្នាហើយសល់ធ្នេរចំហៀងយើងដេរពីកដាលមកសល់ឧទាហរណ៍ថាសល់1លេខយើងទៅបកទៅដេរខាងនោះឲ្យវាសល់1លេខអានេះជាមូលហេតុជាចំណុចជាតិចនិចរបស់ខ្ញុំមិនណាបងប្អូនអានេះខ្ញុំបង្ហាញតិចនិចចែកម្លែកពីតិចនិចនិងពីរបៀបធ្វើរបស់ខ្ញុំខ្លះទៅកាន់បងប្អូនដែលគាត់ថ្មីឬក៏គាត់ស្ទើររៀនគាត់ស្ទើរអីចឹងណាគាត់អាចមើលបានសម្រាប់វីដេអូមួយនេះគឺខ្ញុំចែកម្លែកតិចនិចតិចតួចតែប៉ុណ្ណោះបងប្អូនសម្រាប់បងប្អូនដែលគាត់ថ្មីចឹងណាអញ្ចឹងសម្រាប់បងដែលគាត់ជាជាងចំណាស់កាន់ឆ្នាំជារឿងធម្មតាសាមញ្ញសម្រាប់ពួកគាត់ទេបងប្អូនហើយខ្ញុំចែកម្លែកនេះផងដែរសម្រាប់អ្នកដែលគាត់ថ្មីបងប្អូននិយាយរួមតោះមកងាកមកខាងខោអាវយើងវិញដល់កន្លែងនេះគឺយើងយកទៅអ៊ុតទៅបងប្អូនអ៊ុតឲ្យស្អាតទៅអ៊ុតឲ្យស្អាតចាំយើងដាក់បូហើយឥឡូវពងដេកបូហើយសម្រាប់ការដេកបូកណាត់នេះពិបាកសូមជុលបងប្អូនហើយយើងធ្វើបែបហ្នឹងទៅស្រួលប្រឡត់យើងដេរលើអំបោះមួយជើងហើយចាំដេរបែបនេះមកដោយសារកណាត់នេះវាមានជាតិសេសយហើយប្រហោងអញ្ចឹងបើយើងសូកជាមួយនឹងម្ជុលវាអាចចូលម្ជុលនៅក្នុងសាច់កណាត់អញ្ចឹងធ្វើបែបនេះយើងស្រួលមានអារម្មណ៍ថាងាយស្រួលជាងយើងសូកម្ជុលណាបន្ទាប់មកទៀតប្រឡត់មកហើយសម្រាប់ខ្សែបូគឺបកកៅចេញដើម្បីកុំឲ្យក្រាស់ណាតែខ្សែក្រវ៉ាត់មិញគឺអត់បកទេបងប្អូនបញ្ជាក់ប្រយ័ត្នច្រឡំថាប្រឡត់ថាបកកៅទាំងអស់និយាយរួមកុំឲ្យវាស្ដើងខ្សែចង្កេះតែបូឲ្យវាស្ដើងទៅដោយសារវាក្រាស់ពីបេតុងខ្ញុំគិតចឹងតែអាស្រ័យលើបងប្អូនទេបងប្អូនស្រឡាញ់រឹងមិនបកកៅទេតែខ្ញុំបកចេញកុំឲ្យវាក្រាស់កន្លែងកងចូលគ្នានេះបងប្អូនវា2-3ទ្រូតទៅវាធ្វើឲ្យក្រាស់អានេះគ្រាន់តែជាការគិតរបស់ខ្ញុំទេប៉ុន្តែខ្ញុំធ្វើបែបហ្នឹងណាការគិតរបស់ខ្ញុំតែខ្ញុំធ្វើបែបហ្នឹងបងប្អូនហើយបូនេះបងប្អូនវាស់ផងពេលដាក់មិនជាតែដាក់ទេយើងវាស់អាកន្លែងតតឹងនៅលើខ្សែក្រវ៉ាត់ដល់បងប្អូនអាតតឹងខាងឆ្វេងហ្មានអាខាងស្ដាំប៉ុណ្ណឹងដែរហើយចាំយើងចងមុខកុំឲ្យមិនទាន់រៀបរួចផងយើងចងឆាច់នឹងខុសហើយយើងអត់បានវាស់
អត់ចាប់ផ្លឹកអត់ចាប់អារម្មណ៍អត់វាស់នឹងតែវាអៀងគ្នាហ្មងអញ្ចឹងខ្ញុំបញ្ជាក់ប្រាប់បងប្អូនសំបីតបោនេះក៏រៀងប្រយ័ត្នដែរទៅសម្រាប់ជាងគាត់ថ្មីព្រោះខ្ញុំធ្លាប់ធ្វើទៅវាអញ្ចឹងដែរអញ្ចឹងបានខ្ញុំចែកម្លែកប្រាប់បងប្អូនបន្តមកទៀតពេលដែលយើងវាស់វែងគិតថាត្រឹមត្រូវស្អាតបាតហើយបងប្អូនទាំងអស់គ្នាអាចចងមុខបានហើយចងទៅយើងធ្វើបែបហ្នឹងចងបែបហ្នឹងមកបន្លោះនេះគឺទុកនឹងដើម្បីអញ្ចឹងបងប្អូននេះដើម្បីយើងដាក់ខ្សែបូនឹងឯងបើអត់មានខ្សែបូដូចខ្ញុំប្រាប់អញ្ចឹងគឺយើងមិនទុកទេគឺយើងដេរយកប្រហូតតែម្ដងហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាគឺចង់មកចែកម្លែកបងប្អូនទាំងអស់គ្នាពីរបៀបនៃការដាក់ខ្សែក្រវ៉ាត់និងបង្ហាញពីសកម្មភាពដាក់បូរបស់ខ្ញុំខ្លះតែប៉ុណ្្នឹងឯងបងប្អូនហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូខ្ញុំមួយនេះតាំងពីដើមរហូតមកដល់នាទីចុងក្រោយជិតដល់ចុងក្រោយមិនទាន់ដល់ចុងក្រោយទេបងប្អូនហើយបើបងប្អូនទាំងអស់គ្នាគិតថាវីដេអូខ្ញុំចែកម្លែកទៅមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយទៅគ្រាន់ទុកតាមដានវីដេអូខ្ញុំធ្វើក្រោយទៀតចឹងណាដោយសារ Channel នេះគឺខ្ញុំធ្វើឡើងដើម្បីចែកម្លែកបងប្អូនទាំងអស់គ្នាពីtechnique ខ្លះចែកម្លែកខ្លះពីចំណេះដឹងដេរនឹងឯងបងប្អូនទាំងអស់គ្នាហើយក៏អរគុណច្រើនបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្ររាល់វីដេអូដែលខ្ញុំបានធ្វើចេញទៅអញ្ចឹងងាកមកខាងរ៉ូបរបស់យើងវិញបងប្អូននេះយើងបកខ្សែក្រវ៉ាត់នឹងតិចមកបកអាកន្លែងមុខយើងចងមិញណាបងប្អូនបកឲ្យយើងជន់វាសាប់មុខតិចមកដើម្បីឲ្យវាជាប់កុំឲ្យវាដើរតែតាមពិតយើងដាក់តែប៉ុណ្្នឹងក៏វាជាប់ដែរប៉ុន្តែគ្រាន់តែយើងចង់ឲ្យវាថឹងស្អាតល្អអញ្ចឹងយើងញែកអាកដានឹងតិចមកដេរសាប់មុខទៅបងប្អូនវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងនៅពេលដែលយើងដាក់ខ្សែក្រវ៉ាត់អីរួចរាល់ហើយគឺមានតែប៉ុណ្្នឹងឯងគឺខ្ញុំចង់មកបង្ហាញពីការធ្វើខ្សែក្រវ៉ាត់មួយនេះណាឥឡូវការដាក់ខ្សែក្រវ៉ាត់របស់ខ្ញុំបានរួចរាល់ហើយបងប្អូនអាចមើលបាននេះគឺវាយើងធ្វើបែបនេះស្អាតជាងឲ្យយើងដេរធ្នេរចេញមកក្រៅហើយនៅសល់ព្រួយវាព្រោះខ្ញុំឃើញអវ៉ាន់រយខ្លះគេដេរបែបហ្នឹងតែបើយើងដឹងតិចនិចនេះអាចជួយឲ្យខោអាវយើងបានស្អាតមកតង់ដែរណាបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាបើសិនជាការចែកម្លែកខ្ញុំទៅបងប្អូនពេញចិត្តបងប្អូនចូលចិត្តបងប្អូនអាចចូលមកមើលលេងទៅដើម្បីយកចំណេះដឹងហ្នឹងទៅធ្វើតាមអនុវត្តធ្វើតាមបើបងប្អូនគិតថាស្អាតបងប្អូនធ្វើតាមទៅតែបើបងប្អូនគិតថាមិនទាន់ត្រូវចិត្តមិនទាន់ស្អាតតាមបំណងបងប្អូនទេបងប្អូនអាចធ្វើតាមការគិតរបស់បងប្អូនទៅការបែកគំនិតរៀងខ្លួនហើយការចែកម្លែកនេះផងដែរគឺជាការបែកគំនិតរបស់ខ្ញុំរៀងខ្លួនណាតែខ្ញុំធ្វើឲ្យឃើញតែស្អាតខ្ញុំក៏ចង់ចែកម្លែកtechniqueខ្លះដែលខ្ញុំរកឃើញនឹងទៅកាន់បងប្អូនទាំងអស់គ្នាដោយក្តីស្រឡាញ់រាប់អានពីខ្ញុំអញ្ចឹងណាបងប្អូនតើបងប្អូនវីដេអូហ្នឹងគឺឃើញថាមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនទាំងអស់គ្នាចាំជួបគ្នានៅវីដេអូក្រោយទៀត